នីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្តឲ្យបានត្រឹមត្រូវជៀសវាងបញ្ហាប្រឈមនៅពេលក្រោយលោកសួរប៉ុនណរងអនុប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិចំការជែកនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ថាសម្រាប់យានយន្តមានការទិញលក់ត្រូវតែផ្ទេរកម្មសិទ្ធិជាដាច់ខាតដើម្បីកុំឲ្យមានបញ្ហាប្រឈមនៅថ្ងៃខាងមុខតាមអនុប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនបញ្ជាក់ថាការផ្ទេរកម្មសិទ្ធិនេះតម្រូវឲ្យម្ចាស់យានយន្តនិងអ្នកទិញមកផ្តិតមេដាយផ្ទាល់ហើយសម្រាប់ឯកសារវិញមានចំនួន6ក្នុងនោះមានដូចជាប័ណ្ណសម្គាល់យានយន្តច្បាប់ដើមតែបើក្នុងករណីយានយន្តនោះឆ្លងខេត្តត្រូវមានផ្លាកលេខមកជាមួយទី2វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទី3អត្តសញ្ញាណប័ណ្ណអ្នកលក់និងអ្នកទិញច្បាប់ចម្លងទី4បង្កាន់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិរបស់ពន្ធដារទី5លិខិតទិញលក់ធ្វើនៅមុខមន្ត្រីជំនាញផ្ទាល់និងទី6លេខតួនិងលេខម៉ាស៊ីនយានយន្តលោកបន្តទៀតថាចំពោះតម្លៃសេវាវិញគឺគិតទៅតាមប្រភេទយានយន្តនីមួយៗសម្រាប់ម៉ូតូតម្លៃ 28,000 រៀលតែក្នុងករណីឆ្លងខេត្តតម្លៃ 40,000 រៀលយានយន្តធុនតូចតម្លៃ 48,000 រៀលករណីឆ្លងខេត្ត 11,000 រៀលរីឯយានយន្តធុនធំតម្លៃ 67,000 រៀលបើសិនឆ្លងខេត្តតម្លៃ 12,500 រៀលសូមបញ្ជាក់ថាប្រសិនបើយានយន្តមានការទិញលក់មិនមានការផ្ទេរកម្មសិទ្ធិក្នុងករណីបើសិនមានគ្រោះថ្នាក់ចរាចរណ៍ការបើកបរបំពានច្បាប់ណាមួយនិងកាត់បទល្មើសផ្សេងៗលិខិតដែលកោះហៅគឺនឹងហៅម្ចាស់ដើមយានយន្តដើម្បីដោះស្រាយដែលនាំឲ្យខាតពេលវេលាឬប្រឈមផ្លូវច្បាប់ដោយមិនដឹងខ្លួនជាដើម។